បន្ទាប់ពីអាការជជែកនឹងបានផុតទៅមួយចំនួនហើយអាការជួបជុំនឹងគឺនៅតែបន្តទោះបីជាលោក Schwab ពេលហ្នឹងគាត់បាននិយាយអស់រយៈពេល90នាទី1ម៉ោងកន្លះហើយក៏ដោយក៏លោក Morgan ហ្នឹងគាត់បាននាំលោក Schwab ហ្នឹងទៅឈរនិយាយចិត្តគ្នានៅចិត្តប្រអួយហ្នឹងអស់រយៈពេលប្រហែលជា1ម៉ោងទៀតសូមស្វាគមន៍បងប្អូនក្មួយៗនិងអ្នកស្ដាប់ការអានសៀវភៅ Think and Grow Rich ទាំងអស់គ្នាត្រឡប់មកកាន់ការអានសៀវភៅ Think and Grow Rich របស់យើងបន្តទៀតជាងការពីវគ្គមុនយើងបានអានចំពោះទី2ដល់ចំណុចមួយដែលគេលើកឡើងអំពី faith ជំនឿជាក់មុតមមនិយាយដល់ចំណុចមួយប្រព័ន្ធជាមួយនឹងរឿងរ៉ាវដែលអ្នកនិពន្ធគាត់ចង់លើកឡើងរៀបរាប់អំពីក្រុមហ៊ុនផលិតដែកមួយរបស់សហរដ្ឋអាមេរិក United States Steel Corporation អញ្ចឹងឥឡូវយើងបន្តការអានរបស់យើងទៅមុខទៀតអំពីសាច់រឿងនេះទាំងអស់គ្នា So first, the United States Steel Corporation was born in the mind of Charles Schwab in the form of an idea he created through his imaginations. ដំបូងឡើយហ្នឹងគឺក្រុមហ៊ុនដែកដ៏ធំរបស់សហរដ្ឋអាមេរិកហ្នឹងគឺត្រូវបានកើតមានឡើងនៅក្នុងគំនិតរបស់លោក Charles Schwab ក្រោមទម្រង់ជាគំនិតដែលគាត់បានបង្កើតឡើងតាមរយៈការស្រមើស្រមៃរបស់គាត់ Second, he makes faith with his idea ទី2គឺគាត់បានរួមបញ្ចូលគ្នានៃជំនឿជាក់ដ៏មុតមមរបស់គាត់ជាមួយនឹងគំនិតរបស់គាត់ Third ទី3 he formulated a plan for the transformation of his idea into physical and financial reality គាត់បានរៀបចំបង្កើតជាផែនការមួយក្នុងការបំលែងនៅគំនិតរបស់គាត់នឹងឲ្យទៅជាការពិតហើយនឹងលទ្ធផលហិរញ្ញវត្ថុជាក់ស្ដែង 4 ទី4 he put his plan into actions with his famous speech at the University Club គាត់បានអនុវត្តផែនការរបស់គាត់ណាដាក់ផែនការរបស់គាត់នឹងឲ្យទៅជាសកម្មភាពជាមួយនឹងកិច្ចការដែលគាត់ធ្វើការនិយាយនៅUniversity Club មានន័យ Club សាកលវិទ្យាល័យមួយ So fifth ទី5 he applied and followed through on his plan with persistence and backed it with firm decisions until it had been fully carried out ទី5នោះគឺគាត់អនុវត្តហើយនឹងធ្វើតាមនៅផែនការរបស់គាត់ជាមួយនឹងការតស៊ូព្យាយាមប្រឹងប្រែងឥតដាច់ហើយនឹងរក្សានៅការសម្រេចចិត្តដ៏ម៉ឺងម៉ាត់រហូតដល់គាត់អាចអនុវត្តបានសម្រេចបាននៅផែនការរបស់គាត់នោះ 6 he prepared the way for success by a burning desire for success he prepared the way for success by burning desire for success ទី6គឺគាត់បានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅរកភាពជោគជ័យតាមរយៈការបង្កើតឲ្យមានចំណង់ដ៏ឆាបឆួលសម្រាប់ចង់បានភាពជោគជ័យ burning desire for success If you are one of those who often wonder how great fortunes are accumulated, the story of the creations of the United States Steel Corporations will be enlightenment. ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថាតើភាពមានបានភាពជោគជ័យដ៏អស្ចារ្យទាំងឡាយដែលគេបង្កើតមានឡើងនោះកើតមានឡើងបានដោយរបៀបណារឿងរ៉ាវនៃការបង្កើតនៃក្រុមហ៊ុនដែករបស់សហរដ្ឋអាមេរិកមួយនេះនឹងបង្ហាញពន្លឺដល់អ្នក If you have any doubt that individuals can think and grow rich, this story should dispel that doubt because you can plainly see in the story of U.S. Steel the application of a major portions of the 13 step to riches described in this book. ប្រសិនបើអ្នកធ្លាប់មានមន្ទិលសង្ស័យថាតើមនុស្សយើងនឹងគាត់អាចគិតឲ្យខ្លាចជាអ្នកមាន think and grow rich បានដោយរបៀបណាចឹងរឿងរ៉ាវនេះនឹងទាត់ចោលនៅមន្ទិលសង្ស័យទាំងអស់ហ្នឹងបានដោយសារតែវានឹងបកស្រាយអ្នកនឹងអាចឃើញដោយជាក់ច្បាស់នៅរឿងរ៉ាវនៃ US Steel application នៃការអនុវត្តដែលកើតមាននៅក្នុងការបង្កើតក្រុមហ៊ុនដែកសហរដ្ឋអាមេរិកនេះដែលមានការអនុវត្តមួយផ្នែកធំនៃជំហានទាំង13នៅក្នុងសៀវភៅមួយនេះ
These astounding descriptions of the powers of an idea was dramatically told by John Lowell in the New York World Telegram. With whose courtesy it is here reprinted. ការរៀបរាប់ដ៏ពិសិដ្ឋនៃធម៌ពលដ៏អស្ចារ្យនៃគំនិតដែលត្រូវបានរៀបរាប់ដោយលោក John Lowell នៅក្នុង New York World Telegram ដែលត្រូវបានអនុញ្ញាតឲ្យបោះពុម្ពផ្សាយឡើងវិញនៅបន្ទាប់ទៀតនេះ A pretty after dinner speech for $1 billion អញ្ចឹងគឺរឿងរ៉ាវនៃសម្ដីការនិយាយមួយដ៏ពិសេសដែលមានតម្លៃរាប់លានដុល្លារបន្ទាប់ពីអាហារពេលល្ងាចមួយ Alright when on the evening of December 12, 1900 some 80 of the nation's financial nobilities gathered in the banquet hall of the University Club on Fifth Avenue to do honor to a young man from out of the West. Not half a dozen of the guests realized they were to witness the most significant episode in American industrial history. នៅពេលល្ងាចមួយនៃខែធ្នូថ្ងៃទី12ខែធ្នូឆ្នាំ1900មានអ្នកដែលគាត់មានសេដ្ឋកិច្ចចង់និយាយថាបុគ្គលដែលគាត់មានលុយកាក់ច្រើនរបស់សហរដ្ឋអាមេរិកហ្នឹងប្រហែលជា80នាក់គាត់បានប្រមូលផ្ដុំគ្នាញ៉ាំអាហារពេលល្ងាចនៅ University Club នៅផ្លូវ Fifth Avenue ដើម្បីគាត់ធ្វើជាការផ្ដល់កិត្តិយសចំពោះបុរសវ័យក្មេងម្នាក់ដែលគាត់មកពីភាគខាងលិចដែលមែនទែនទៅមិនច្រើនជាងពាក់កណ្ដាលនៃអ្នកចូលរួមទេបានស្គាល់បានដឹងថាពួកគេនឹងអាចក្លាយទៅជាសាក្សីសម្រាប់ព្រឹត្តិការណ៍មួយដែលជាប្រវត្តិសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងឧស្សាហកម្មសហរដ្ឋអាមេរិក J. Edward Simmons and Charles Stewart Smith, their hearts full of gratitude for the lavish hospitality bestowed on them by Charles Schwab during a recent visit to Pittsburgh, had arranged the dinner to introduce the 38-year-old Steelman to Eastern banking societies. ចឹងលោក Edward Simon ហើយនិងលោក Charles Stewart Smith ដែលពួកគាត់នឹងបេះដូងរបស់ពួកគាត់ទាំងពីរនឹងគឺពោរពេញទៅដោយការដឹងគុណមែនទែនសម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏ល្អដែលលោក Charles នោះគាត់បានទទួលពួកគេទាំងពីរនឹងកំឡុងពេលដែលពួកគាត់ទាំងពីរនឹងទៅទស្សនា Pittsburgh អញ្ចឹងទៅគាត់ក៏បានរៀបចំការញ៉ាំអាហារពេលល្ងាចមួយដើម្បីណែនាំបុរសដែលមានអាយុ38ឆ្នាំហ្នឹងទៅដល់សហគមន៍អ្នកធនាគារនៅភាគខាងកើត But they didn't expect him to stamp the convention ប៉ុន្តែពួកគាត់អត់រំពឹងថាមែនតើទៅលោក Schwab ហ្នឹងអាចនឹងធ្វើអ្វីមួយដែលចង់និយាយថា stamp pads ហ្នឹងគាត់លក្ខណៈបញ្ញាប់ទេ They warned him in fact that the bosoms with the New York stuff shirt would not be responsive to oratory and that if he didn't want to be bored if he didn't want to bore the Steelmans and Harrimans and when the bills he had better limit himself to 15 or 20 minutes of polite vaporings and let it go at that អញ្ចឹងបើខ្ញុំនិយាយដល់សង្ខេបមានន័យថាពួកអ្នកមានអាហ្នឹងក៏មិនសូវចូលចិត្តស្ដាប់គេនិយាយរ៉ាយដាប់អីច្រើនទេអញ្ចឹងទៅគាត់ពីរអ្នកដែលអញ្ជើញលោក Charles Schwab មកហ្នឹងប្រាប់លោក Charles Schwab ហ្នឹងថាមែនតើនិយាយទៅត្រឹម5-10នាទីឯងបានហើយ Even John Chapman Morgan sitting on the right hand of Schwab was as became his imperial dignities and to grace the banquet table with his presence only briefly ដោយគ្នាដែរសម្រាប់តែលោក John Chapman Morgan ហ្នឹងគឺគាត់ដែលអង្គុយនៅក្បែរលោក Schwab ហ្នឹងពេលហ្នឹងគឺគាត់អត់សូវចង់អង្គុយយូរប្រហែលទេ and so far as the press and public were concerned the whole affair was of so little movement that no mention of it found its way into print the next day and so far as the press and public were concerned ហើយដូចគ្នាដែរដូចដែលកាសែតហើយនិងសាធារណជនសញ្ជឹងគិតអញ្ចឹងThe whole affair was of so little moment that no mention of it found មែនតើទៅអាការជួបគ្នាហ្នឹងវាអត់មានអី
ពិសេសទេអាពេលជួបនឹងដែលសុំដែលបន្ទាប់មកហ្នឹងគឺមិនសឹងតែថាមានព័ត៌មានអីចុះផ្សាយទេអំពីរឿងការជួបជុំហ្នឹង So the two hosts and their distinguished guests ate their way through the usual 7 or 8 courses អញ្ចឹងអ្នកដែលគាត់រៀបចំកម្មវិធីក៏ដូចជាអ្នកដែលគាត់ចូលរួមគឺគាត់ទទួលទានអាហារពេលល្ងាចប្រហែលជា7 8មុខអញ្ចឹងទៅតាមប្រក្រតី There was a little conversation and what there was of it was restrained គឺមានការសន្ទនាគ្នាតិចតួចទេនៅពេលហ្នឹងហើយនិយាយទៅគេដូចជាមិនសូវបើកចំហនិយាយប្រហែលទេ Few of the bankers and broker had met Schwab អញ្ចឹងមានតែអ្នកធនាគារ2 ពីរនាក់ទេហើយនឹង broker មានខ្យល់2 ពីរនាក់ដែរដែលគាត់បានជួបជាមួយនឹងលោក Schwab whose carrier had flowered along the banks of the Monongahela and none knew him well ប្រហែលអ្នកហ្នឹងគឺអត់សូវស្គាល់លោក Schwab ទេ But before the evening was over ប៉ុន្តែមុនពេលការជួបជុំពេលល្ងាចហ្នឹងត្រូវបានកន្លងផុតទៅ they ពួកគេទាំងអស់គ្នាហ្នឹង and with the money master Morgan were to be swept off their feet and $1 billion baby the United States Steel Corporation was to be conceived ហើយ money master Morgan គឺពួកគាត់ទាំងអស់ហ្នឹងគឺឡើង to be swept off their feet អានឹងមិនដឹងជាប្រែតែមិនឲ្យស្រួលស្ដាប់ទេលក្ខណៈថានៅអត់សុខអូខេហើយពេលហ្នឹងគឺការចាប់កំណើតនៃក្រុមហ៊ុនដែកសហរដ្ឋអាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារហ្នឹងក៏ចាប់ផ្ដើមត្រូវបានគេចាប់ផ្ដើមគិតពិចារណារៀបចំនិងបង្កើតវាឡើង It is perhaps unfortunate for the sake of history that no record of Charles Schwab's speech at the dinner ever was made វាប្រហែលជារឿងអកុសលមួយដែលថាសម្រាប់ប្រវត្តិសាស្ត្រដោយសារតែអ្វីដែលលោក Schwab បាននិយាយនៅពេលកម្មវិធីពេលល្ងាចហ្នឹងគឺអត់មានត្រូវបានគេ record ទុកបានទេ He repeated some parts of it at a later that during a similar meeting of Chicago bankers គាត់បាននិយាយរឿងផ្នែកខ្លះនៃអ្វីដែលគាត់បានលើកឡើងកាលពីការជួបគ្នានៅពេលល្ងាចហ្នឹងឡើងវិញកំឡុងពេលការប្រជុំដូចគ្នាមួយទៀតនឹងនៅក្នុងការជួបជុំជាមួយនឹងអ្នកធនាគារនៅរដ្ឋ Chicago and still later when the government brought suit to dissolve the Steel Trust he gave his own versions from the witness stand of the remarks that stimulated Morgan into a frenzy of financial activities and still later ហើយពេលក្រោយមកទៀត when the government brought suit to dissolve the Steel Trust នៅពេលដែលរដ្ឋាភិបាលនឹងបានចេញច្បាប់ to dissolve the Steel Trust ដើម្បីរំលាយនៅ Steel Trust នឹងអត់ដឹងថាគេចង់មានន័យថាម៉េចទេ He gave his own version គាត់ក៏បានផ្ដល់ឲ្យនៅលក្ខណៈទម្រង់របស់គាត់មួយ from the witness stand of the remarks that stimulate Morgan into a frenzy of financial activity ជាពេលមួយដែលជំរុញឲ្យលោក Morgan តាម Morgan ហ្នឹងមិនទៅដូចជាអ្នកដែលគាត់មានលុយម្នាក់ពេលហ្នឹងគឺគាត់ចាប់ផ្ដើមមានសកម្មភាពហិរញ្ញវត្ថុជាមួយលោក Charles Schwab ហ្នឹងក្នុងការបង្កើតនៅក្រុមហ៊ុនដែកទំនងជា Steel Trust ហ្នឹងជាក្រុមហ៊ុនដែកមួយដែរហើយក្រុមហ៊ុនហ្នឹងត្រូវបានរំលាយដោយរដ្ឋាភិបាលពាក់ព័ន្ធជាមួយនឹងរឿងក្តីផ្លូវច្បាប់បន្ទាប់មកបានជំរុញឲ្យលោក Morgan នេះឃើញឱកាសហ្នឹងក៏ជជែកជាមួយនឹង Charles Schwab ក្នុងការចង់បង្កើតក្រុមហ៊ុនដែកឡើងអូខេ So it is probable ទវាទំនងប្រហែលជា however that it was a homely speech somewhat ungrammatical for the niceties of language never bore Schwab full of epigrams and threaded with អញ្ចឹងបន្តទៀតលោក Napoleon Hill ថាទំនងជាដោយសារតែអ្វីដែលបានជជែកគ្នាកាលពីការញ៉ាំអាហារពេលល្ងាចហ្នឹងឯងដែលនិយាយមកគឺលោក Schwab ហ្នឹងគាត់អាចខ្វល់ពីវិយាករណ៍ពីទម្រង់ឃ្លោងឃ្លាអីទេដែលគាត់និយាយហ្នឹង But aside from that it had a galvanic force and effects upon the 5 billions of estimate capital that was represented by the dinners ប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយគឺអាការដែលគាត់និយាយហ្នឹងគឺវាមានអត្តពលមានប្រសិទ្ធភាពក្នុងការមែនតើទៅរកបានលុយដើមទុនប្រមាណជា $5,000 លានចេញពីការញ៉ាំអាហារពេលល្ងាចមួយហ្នឹង After it was over and the gathering was still under its spells, although Schwab had talked for 90 minutes,
Morgan led the order to a recessed window where, dangling their legs from the high and comfortable seat, they talked for an hour more. បន្ទាប់ពីអាការជជែកនឹងបានផុតទៅមួយចំនួនហើយអាការជួបជុំនឹងគឺនៅតែបន្តទោះបីជាលោក Schwab ពេលហ្នឹងគាត់បាននិយាយអស់រយៈពេល90នាទី1ម៉ោងកន្លះហើយក៏ដោយក៏លោក Morgan ហ្នឹងគាត់បាននាំលោក Schwab ហ្នឹងទៅឈរនិយាយចិត្តគ្នានៅចិត្តប្រអួយហ្នឹងអស់រយៈពេលប្រហែលជា1ម៉ោងទៀត So the magic of the Schwab personality had been turned on full force, but what was more important and lasting was the full-fledged clear-cut program he let down for the aggrandizement of steels. មែនតើទៅmagic លក្ខណៈពិសេសដ៏អស្ចារ្យរបស់នៃលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់លោក Schwab ហ្នឹងគឺវាបានជាផ្នែកមួយហើយជាកម្លាំងមួយដ៏ខ្លាំងប៉ុន្តែអ្វីដែលវាកាន់តែសំខាន់ហើយនឹងតាក់ទាញបន្ថែមទៅនោះគឺដោយសារតែផែនការដែលគាត់បានលើកឡើងដែលវាច្បាស់លាស់ពេញលេញសម្រាប់ for the aggrandizements សម្រាប់ការបង្កើតនៅធម្មពលនៃរោងចក្រដែករបស់ពួកគេនឹង So many other men had tried to interest Morgan in slapping together a steel truss after the parent of the biscuit, wire and hope, sugar, rubber, whiskey, oil or chewing gum combinations និយាយទៅមានអ្នកផ្សេងច្រើនទៀតណាដែលបានព្យាយាមទាញចំណាប់អារម្មណ៍លោក Morgan អ្នកខ្លះគាត់យកពាក់ព័ន្ធជាមួយនឹងរឿងដែកអ្នកខ្លះពាក់ព័ន្ធជាមួយនឹង biscuit អ្នកខ្លះពាក់ព័ន្ធជាមួយនឹងខ្សែភ្លើងអ្នកខ្លះពាក់ព័ន្ធជាមួយស្ករសជ័រកៅស៊ូ whisky oil ឬក៏ស្ករកៅស៊ូអីជាដើមហ្នឹងប៉ុន្តែអត់បានផលទេជាមួយលោក Morgan ហ្នឹង John W. Gates the gambler had urged it but Morgan distrusted him លោក John W. Gates នោះអ្នក gambler អ្នកលេងល្បែងស៊ីសងហ្នឹងបានជំរុញតាក់ទាញលោក Morgan ដែរប៉ុន្តែលោក Morgan អត់ទុកចិត្តគាត់ទេ So the Moore boys Bill and Jim Chicago stock jobbers who had glued together a match trust and a cracker corporation had urged it and failed លោក Moore boys Bill and Jim ដែលជា stock jobbers នៅ Chicago គាត់និយាយទៅគាត់បានព្យាយាមសហការគ្នាក្នុងការទាញចំណាប់អារម្មណ៍របស់លោក Morgan នឹងដែរប៉ុន្តែនៅតែបរាជ័យ Albert A. Gary the sanctimonious country lawyer wanted to foster it but he wasn't big enough to be impressive លោក Albert H. Gary មែនតើគាត់គឺជាអ្នកច្បាប់ហ្នឹងគាត់ចង់ជំរុញប្រព័ន្ធផ្នែកច្បាប់ដែរគាត់បានតាក់ទាញលោក Morgan នឹងដែរប៉ុន្តែអត់មានប្រសិទ្ធភាពដូចគ្នា Until Schwab eloquent took JP Morgan to the hatch from which he could visualize the results of the most daring financial undertaking ever conceived. The project was regarded as a delirious dream of easy money crackpots. រហូតដល់លោក Schwab នេះដែលគាត់បានតែជជែកជាមួយលោក Morgan នឹងទៅរៀបរាប់ពីសាច់រឿងអំពីការបង្កើតរោងចក្រដែក United States Steel Corporation នឹងទៅក៏ជំរុញឲ្យធ្វើឲ្យលោក Morgan នឹងគាត់មើលឃើញអំពីលទ្ធផលនឹងថាវាអស្ចារ្យមែនទែនមើលទៅឃើញលុយជាក់ស្ដែងលើគោកអញ្ចឹងទៅបានជាពេលហ្នឹងលោក Morgan ចាប់ផ្ដើមពិចារណាក្នុងការរកស៊ីរៀបចំបង្កើតក្រុមហ៊ុនដែកជាមួយនឹងលោក Schwab So the financial magnetism that began a generation ago to attract thousands of small and sometimes inefficiently managed companies into large and competition-crushing combinations had become operative in the steel world through the device of that jovial business pirate John W. Gates. So Gates already had formed the American Steel and Wire Company out of a chain of small concerns, and together with Morgan had created the Federal Steel Company, the National Tube and American Bridge Companies. But to more Morgan concerned, the Moore brothers had forsaken the match and cookie business to form the American Group, Tin Plate, Steel Hopes, Sheet Steel, and the National Steel Company. But by the size of Andrew Carnegie's gigantic vertical trust, a trust owned and operated by 53 partners, those are the combinations were Picayune. They might combine to their heart's contents, but the whole lot of them couldn't make a dent in the Carnegie organization, and Morgan knew it. The eccentric old Scot knew it too, from the many fictions heads of Skibo Castle.
He had viewed, first with amusement and then with resentment, the attempts of Morgan's small companies to cut into his business. When the attempts became too bold, Carnegie Temple was turned to anger and retaliations. He decided to duplicate every mill owned by his rivals. Hitherto he hadn't been interested in wire, pipe, hoops, and shit. Instead, he was content to sell such company the raw steel and let them work into whatever shape they wanted. Now, with Schwab as his chief and able lieutenant, he planned to drive his enemies to the wall. So it was that in the speech of Charles Schwab, Morgan saw the answer to his problem of combination, a trust without Carnegie. Giants of the mold would be no trust at all, a plum pudding, as one writer said, without a plum. So Skiba was a splendid castle Carnegie built for his family on Dunwich Firth in Scotland. Schwab's speech on the night of December 12, 1900 undoubtedly carried the inference, though not the pledge, that the West Carnegie enterprise could be brought under the Morgan tent. សម្ដីដែលលោកឆ្វាបគាត់បាននិយាយលើកឡើងកាលពីថ្ងៃទី12ខែធ្នូឆ្នាំ1900ហ្នឹងមែនទែនទៅអត់មានអ្វីដែលត្រូវឆ្ងល់ទេគឺ carry the inference វាបង្កើតទៅជាដំណើរមួយទោះបីជាវាមិនមែនជាការសន្យាបែបណាក្តីថា the West Carnegie enterprise ដែលថាសហគ្រាសដ៏ធំរបស់លោក Carnegie នឹងអាចត្រូវបានទាញយកមកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Morgan. He talked of the world future for steels, of reorganization for efficiencies, of specializations, of the scrappings of unsuccessful mills, and concentrations of effort on the flourishing properties of economies in the ore traffic, of economies in overhead and administrative departments, of capturing foreign markets. អ្វីដែលគាត់បាននិយាយហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអនាគតនៃដែកអំពីការរៀបចំឡើងវិញដើម្បីប្រសិទ្ធភាពអំពី specialization គឺលក្ខណៈសម្បត្តិឯកទេសអំពីការបំបត្តិចោលឬក៏រៀបចំឡើងវិញនៅរោងចក្រក៏ដូចជាសំទោសនៅរោងចក្រដែលមិនទទួលបានជោគជ័យក៏ដូចជាការផ្ដោតប្រមូលផ្ដុំនៃការខិតខំប្រឹងប្រែងទៅលើការបង្កើតតម្លៃនៃទ្រព្យសម្បត្តិដែលមានអំពីសេដ្ឋកិច្ចនៅក្នុងចរាចរណ៍នៃការធ្វើចរាចរណ៍ធនធានរ៉ែក៏ដូចជាអំពីសេដ្ឋកិច្ចពាក់ព័ន្ធជាមួយនឹងចំណាយលើសហើយនឹងចំណាយរដ្ឋបាលរបស់នាយកដ្ឋានមួយ of capturing foreign market ក៏ដូចជាពាក់ព័ន្ធអំពីការចាប់យកទីផ្សារបរទេស More than that, it told the buccaneers among them wherein lay the errors of their customary piracy. Buccaneer ហ្នឹងគឺ pirate customary piracies អញ្ចឹងនៅក្នុងនោះដែរគាត់ក៏បានប្រាប់ទៅពួកអ្នកដែលគាត់លួចគំនិតរបស់អ្នកដទៃហ្នឹងអំពីថាតើពួកគេមានបញ្ហាអ្វីខ្លះពាក់ព័ន្ធបញ្ហាអ្វីខ្លះដែលនឹងកើតមានឡើងពាក់ព័ន្ធអំពីការដែលពួកគេលួចយករបស់អ្នកដទៃហ្នឹង So their purpose, he inferred, had been to create monopolies, raise prices, and pay themselves fat dividends out of privilege. អញ្ចឹងគាត់បាននិយាយថាគោលបំណងរបស់ពួកគេហ្នឹងគឺគាត់បានសម្ដៅថាគឺវាពាក់ព័ន្ធជាមួយនឹងការបង្កើតទីផ្សារផ្ដាច់មុខដែលពួកគេនឹងបង្កើនតម្លៃខ្លាំងហើយនឹងពួកគេពេលដល់ពេលដែលពួកគេបង្កើនតម្លៃខ្លាំងទៅគឺគោលបំណងរបស់ពួកគេហ្នឹងគឺចង់បាននៅភាគលាភមួយដ៏ហួសសម្បើមតាមដែលពួកគេអាចធ្វើបាន So Schwab condemned the system in his hardest manner លោក Schwab ហ្នឹងគឺគាត់កោតទោសនៅប្រព័ន្ធមួយហ្នឹងយ៉ាងដាច់ណាត់មែនទែន So the short-sightedness of such a policy, he told his hearer, lay in the fact that it restricted the market in an era when everything cried for expansions. ការដែលយើងមើលឃើញខ្លីចក្រវិស័យខ្លីបែបហ្នឹងសម្រាប់គោលការណ៍ទាំងឡាយហ្នឹងក៏បានប្រាប់ទៅអ្នកដែលចូលរួមស្ដាប់នៅក្នុងកម្មវិធីនោះទាំងអស់គ្នាដែលគាត់លើកឡើងអំពីការពិតទាំងឡាយដែលថាវានឹងរារាំងទីផ្សារនៅក្នុងសករាជមួយនៅពេលដែលអ្វីសពយ៉ាងគឺកំពុងតែព្យាយាមទាមទារត្រូវការពង្រីក
one time. By cheapening the cost of steel, an ever-expanding market would be created. Có ta person by dương cao chúng tôi cho đầm lại này nó cứ bên nó cứ ai nên phương ở tiệp xa nó cứ vi can tại ở đây chấm ra. More use for steel would be devised, and the goodly portion of the world trade could be captured. Bên nó cứ ca per đại những ở ban lõ nó can tại miền Trung, hai vi ai những chuối sẽ được cách bị phục lục phong đại. Actually, those who did not know it, Schwab was an apostle of modern mass productions. Mình tin tới tụi bây chia lúc Schwab luôn ai nó cột ở ban đăng cái đó. Cứ tha Schwab nó cứ chia apostle of modern mass productions. Apostle. Cứ chia mà nôm nè đã đầm nang áo caផលិតដ៏ច្រើនសម្បើមមួយ modern mass production ចំមានន័យថាលោក Schwab ហ្នឹងគឺជាបុគ្គលម្នាក់ដែលជាអ្នកដែលនាំឲ្យមានចលនានៃការផលិតលក្ខណៈជាឧស្សាហកម្មផលិតច្រើននៅក្នុងពិភពលោកសម័យទំនើប Alright អញ្ចឹងដោយសារតែពេលវេលាមានកំណត់ថ្ងៃនេះយើងសូមបញ្ចប់ការអានតែប៉ុណ្្នឹងសិនមែនទែនទៅការអានថ្ងៃនេះមានអារម្មណ៍ថាវាដូចរៀងការបកប្រែមានភាពរអាក់រអួលច្រើនដោយសារមែនទែនទៅវាពាក្យពេចន៍វារៀងវា kind of a little bit complicated អញ្ចឹងខ្ញុំព្យាយាម reflect ទៅមិនឲ្យអ្នកស្ដាប់អាចយល់អំពីខ្លឹមសារអ្វីដែលគេចង់លើកឡើងតែពេលខ្លះក៏មិនបានល្អចុះដែរតែយ៉ាងណានេះគឺជាការចែករំលែកសង្ឃឹមថាវាអាចនឹងរួមចំណែកនៅក្នុងការអភិវឌ្ឍនៅការគិតរបស់អ្នកស្ដាប់ទាំងអស់គ្នាសូមអរគុណទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់យើងជួបគ្នានៅថ្ងៃក្រោយអរគុណ